ជំរាបសួរបងប្អូនម្ចាស់ចំការចន្ទទីទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមណែនាំលើកប្រធានបទបងប្អូនដែលគាត់បានប្រាស់ផលិតផលនិងបច្ចេកទេសទៅលើដេប៉ូយើងខ្ញុំគឺដេប៉ូលីថូដែលមានលេខទូរស័ព្ទ097 624 2515អញ្ចឹងនៅក្នុងចំការនេះគឺនៅថ្ងៃទី5 ខែ 1 ឆ្នាំ 2026 អញ្ចឹងនេះគឺខ្ញុំនឹងមុននឹងចូលដល់ប្រធានបទនិយាយអំពីទី1បច្ចេកទេសប្រើប្រាស់ថ្នាំនៅពេលណាដើម្បីឲ្យតងថ្លោះធំល្អទី2ដើម្បីបញ្ចូលថ្នាំប្រភេទអីដើម្បីផ្ការីកដើម្បីឲ្យលោតក្តឹបជូនបងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូនេះគឺខ្ញុំបង្ហាញជូនបងប្អូនអំពីទស្សនវិជ្ជាជាក់ស្ដែងអំពីនៃក្តឹបតើក្តឹបប្រភេទនេះចេញបែបណាអញ្ចឹង2026ឆ្នាំថ្មីនេះបងប្អូននឹងទស្សនាមើលក្តឹបបុកចន្ទទីបុកគាត់គឺគ្រប់ដើមបងប្អូនគឺគ្រប់ដើមខាងនេះចាំងថ្ងៃបងប្អូនអាចទស្សនាមើលបានទស្សនាមើលសិនហើយខ្ញុំនឹងប្រាប់ចំណុចពិសេសជូនបងប្អូនទាំងអស់គ្នានេះគឺទិន្នផលរបស់គាត់គឺក្តឹបវិញឲ្យបងប្អូនគាត់ចិត្តបងប្អូនទាំងចកោមមានចាស់មានថ្មីហើយមានចេញមុនមានចេញមុនចេញក្រោយហើយសម្រាប់បងប្អូនមើលតងមេនីមួយគឺមិនឲ្យបងប្អូនខកចិត្តទេគឺចេញច្រើនបងប្អូនអាចទស្សនាមើលបានខាងក្រៅបងប្អូនក្តឹបច្រើនពេកវារយៈមេឃធ្លាក់មេឃអស់ហើយអញ្ចឹងនេះហើយគឺបច្ចេកទេសសម្រាប់ទៅលើដេប៉ូយើងខ្ញុំផ្ដល់ទី1ចំណេះដឹងជូនកសិករទី2ពាក់ព័ន្ធទៅនឹងបច្ចេកទេសនិងទិន្នផលបងប្អូនអាចមើលបានធ្លាក់មេឃទៅយកអស់ហើយចការនេះគឺទាំងស្រុងគឺជុំវិញហើយគឺគ្រប់ដើមសម្រាប់បងប្អូនដែលគាត់ចង់បានទិន្នផលព្រោះអីឆ្នាំនេះសម្រាប់បងប្អូនម្ចាស់ចការចន្ទទីគឺមានបញ្ហាច្រើនណាស់គឺមានបញ្ហាច្រើនប៉ុន្តែសម្រាប់កសិករដែលគាត់ជឿជាក់លើដេប៉ូយើងខ្ញុំគឺមិនចោទពីបញ្ហាទេគឺអត់មានជាបញ្ហាទេគឺសម្រាប់បងប្អូនម្ចាស់កសិករទាំងអស់គឺដេប៉ូយើងខ្ញុំនៅចិត្តហើយចោះជួយសហការជាមួយក្រុមហ៊ុននៅចិត្តបងប្អូនជានិច្ចគឺចោះផ្ដល់ប្រឹក្សាយោបល់ជូនបងប្អូនមិនថាបងប្អូននៅទីតាំងណាតំបន់ណានៅខេត្តណាឬនៅតំបន់ណាទេគឺសម្រាប់យើងខ្ញុំចោះជួយដល់កសិករទាំងអស់បងប្អូនអាចមើលបាននេះគឺមិនមែនម្ដងគឺខ្ញុំដើររហូតជូនបងប្អូនមើលថាតើការប្រើប្រាស់ជីថ្នាំកសិទៅលើជាក់ស្ដែងតើយើងធ្វើយ៉ាងម៉េចដើម្បីឲ្យទិន្នផលរបស់បងប្អូនទាំងអស់គ្នាទទួលបានទាំងអស់ថាតើយើងប្រើប្រាស់បែបម៉េចពាក់ព័ន្ធទៅនឹងបច្ចេកទេសបងប្អូនផ្លែនឹងធ្លាក់អស់ហើយបងប្អូនអើយឡងតដកនេះហើយគឺបច្ចេកទេសអញ្ចឹងសម្រាប់បងប្អូនដែលគាត់នៅតំបន់ខេត្តផ្សេងដែលចង់បានជីថ្នាំកសិកម្មគឺយើងខ្ញុំមានការផ្ញើជូនបងប្អូនគ្រប់25ខេត្តក្នុងរាជធានីសូម្បីពីខ្ញុំក៏ផ្ញើទៅរាជធានីភ្នំពេញដែរជាក់ស្ដែងអញ្ចឹងមុននឹងចូលដល់ប្រធានបទឬក៏សូមឲ្យបងប្អូនមើលសិនមើលទាំងអស់គ្នាដើម្បីយើងខ្ញុំនឹងប្រាប់ពីរបៀបប្រើប្រាស់ជីថ្នាំកសិកម្មជូនទៅលើបងប្អូនអញ្ចឹងយើងទៅមើលអាទៀបនេះនេះគឺទៀបនេះគឺបងប្អូនអាចទស្សនាមើលនឹងគឺផ្លែទាំងអស់បងប្អូនអាចមើលគ្រប់ដើមអញ្ចឹងនេះគឺសម្រាប់បងប្អូនហើយមានសំខាន់បំផុតគឺមានអាធំចេញមកជាចកោមទៅហើយតែមានអាទុយភេមកតាមក្រោយទៀតនេះហើយគឺជាចំណុចពិសេសពាក់ព័ន្ធទៅនឹងបច្ចេកទេសជូនបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំលើកមកនិយាយថានៅពេលដែលវ័យប្រពន្ធនេះផ្កាប្រពន្ធនេះតើយើងគួរតែប្រើបែបម៉េចប្រើវិធីសាស្ត្របែបម៉េច
ដើម្បីបាញ់អញ្ចឹងប្រព័ន្ធនេះគឺបងប្អូនគួរតែភ្ចូលពពុះកាសូមរ៉ុនជាមួយអាមីណូស៊ូវីតបាទដើម្បីអីបងប្អូនបាទដើម្បីឲ្យតងថ្លោះថ្លោប្រព័ន្ធដឹកជញ្ជូនល្អបាទធ្វើឲ្យស្លឹកមានកម្លាំងបាទហើយយើងបញ្ចូលទៅលើវាហើយមួយទៀតយើងឈប់នឹងយើងប្រើមកពីពួកអាមីណូស៊ូវីតបូកជាមួយនឹងពពុះបូរ៉ុនសុទ្ធដែលមានបាទមីក្រូធាតុនៅខាងក្នុងនឹងផងចំពោះយើងខ្ញុំគឺមានថ្នាំទាំងអស់ហ្នឹងនៅក្នុងដៃបាទហេតុដើម្បីឲ្យស្លឹកនេះបងប្អូនឃើញទេបាទក្រាស់ខ្មៅធំល្អបាទបានក្តាប់បងប្អូនឃើញទេបាទមានមេ5មកមានកូនទូចនេះបងប្អូនឃើញអត់បាទបញ្ចេញបន្តកតុយគ្នាបាទហើយបងប្អូនអាចមើលនេះបានបាទមើលនេះបាននេះឃើញទេបាទគ្រប់ទាំងអស់អាហ្នឹងគឺជាពាក់ព័ន្ធទៅនឹងបច្ចេកទេសការផ្សំថ្នាំបាទហើយមួយទៀតពាក់ព័ន្ធទៅនឹងថ្នាំដែលមានគុណភាពបាទគុណភាពហើយល្អមិនមែនជាថ្នាំមួយដែលចេះតែយកមកទេបាទយើងផ្សំគ្នាដើម្បីទី1បច្ចេកទេសទី2ថ្នាំទី3អាកាសធាតុគឺវាសមស្របទាំងអស់គ្នាហើយឧទាហរណ៍វ័យប៉ុណ្នេះហើយដូចខ្ញុំនិយាយខាងលើអញ្ចឹងគឺបងប្អូនកុំភ្លេចបញ្ចូលវាតាមលំដាប់បាទនៅពេលដែលវារីកមកគឺវានឹងលោតក្តឹបជាដរាបអញ្ចឹងថ្នាំបើយើងប្រាប់ច្រើនពេកវាមិនកើតទេមែនទេព្រោះអីតំបន់បងប្អូននីមួយវាខុសគ្នាបាទទី2គឺការប្រើប្រាស់ជីថ្នាំបងប្អូនគឺវាលៀងគ្នាហើយបងប្អូនមួយចំនួនដែលខ្ញុំប្រាប់ទៅគាត់អត់សូវបានស្វែងយល់អត់សូវបានច្បាស់អញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងជម្រាបជូនបងប្អូនប៉ុណ្ណឹងសម្រាប់បងប្អូនដែលគាត់ចង់បានតំណែងតំណងឬក៏ចង់បានប្រឹក្សាយោបល់ឬក៏ចង់បានបច្ចេកទេសឬក៏ចង់បានជីថ្នាំនិយាយទៅសម្រាប់បងប្អូនដែលចង់បានជីថ្នាំកសិកម្មបាញ់ហើយឲ្យបានកើតទិន្នផលទាំងអស់គ្នាទាំងអស់អញ្ចឹងបងប្អូនអាចតំណែងតំណងមកលេខយើងខ្ញុំគឺលេខនឹងក៏បានហើយគុំលេខនឹងក៏មាន Telegram ដែរគឺមាន097 624 25 15ហើយមួយវិញទៀតសម្រាប់បងប្អូនដែលគាត់ចង់មានក្រុមតិចខ្ញុំនឹងបង្កើតក្រុម Channel Telegram ជាមួយបងប្អូនទាំងគ្នាដើម្បីប្រាប់ពីផលិតផលនីមួយឲ្យបងប្អូនប្រើប្រាស់ទៅវាចំគោលដៅបាទចំគោលដៅហើយបានទិន្នផលខ្ពស់ដូចគេអញ្ចឹងបងប្អូនដូចខ្ញុំបង្ហាញគ្រប់ដើមជូនបងប្អូនមិនអញ្ចឹងបាទខ្ញុំបានដើរជូនបង្ហាញជូនបងប្អូនមិនអញ្ចឹងបាទគឺគ្រប់ដើមបាទមិនថាខាងនេះបាទខាងដូចគ្នាផ្លែនេះជាចំណុចពិសេសមួយសម្រាប់នៃការចែករំលែកជូនបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងទទួលបានទិន្នផលនៅឆ្នាំថ្មីនេះហើយសម្រាប់បងប្អូនដែលគាត់ដូចខ្ញុំនិយាយអញ្ចឹងចង់បានទិន្នផលខ្ពស់ពាក់ព័ន្ធនឹងដំណាំអាចតំណែងតំណងមកដេប៉ូលីធូយើងខ្ញុំគឺបច្ចេកជូនបាទហើយយើងខ្ញុំតែងតែបោះចែករំលែកអញ្ចឹងសម្រាប់បងប្អូនដែលគាត់ត្រូវការគឺអាចតំណែងតំណងមកយើងខ្ញុំបានអញ្ចឹងយើងខ្ញុំសូមចូលរួមចែករំលែកប៉ុណ្នេះសូមអរគុណ